ធ្វើការសុកសុកបែកកណិតចង់ធ្វើអ្នកបង្កើតមេត្តាអីណានេះនេះសាំងអាទិត្យដាក់មួយវីដេអូពីរវីដេអូចឹងលេងទៅឲ្យទៅនេពេកបើនិយាយពីរឿងម្ហូបសម្លកកូគឺជាមុខម្ហូបមួយដែលខ្ញុំចូលចិត្តខ្លាំងជាងគេបំផុតរៀងរាល់ថ្ងៃសម្រាប់ខ្ញុំមិនដែលរំលងមុខម្ហូបនេះទេដោយសារតែខ្ញុំចូលចិត្តបន្លែផងហើយក្នុងមុខម្ហូបនេះគឺមានបន្លែច្រើនមុខខ្លាំងមែនតើនិយាយទៅសម្លមួយមុខនេះក៏ជួយដល់សុខភាពច្រើនដែរសម្រាប់ខ្ញុំបនឲ្យដល់ថ្ងៃសៅរ៍អាទិត្យទេអញស្លកកូនឹងញ៉ាំសម្រាប់ស្លហ្នឹងគឺមានរសជាតិឆ្ងាញ់ហើយប៉ុន្តែគ្រាន់តែថាយើងពិបាកបន្តិចថាតែយើងត្រូវផ្សំគ្រឿងរៀងច្រើនដែរហ្នឹងហើយសម្រាប់បន្លែវិញនេះបន្តិចនោះបន្តិចយើងពេកបុកដែរហើយយើងត្រូវចាយពេលយ៉ាងច្រើនដែរសម្រាប់មុខម្ហូបហ្នឹងរាល់ពេលដែលខ្ញុំទៅផ្ទះម្ដងខ្ញុំមិនដែលម្លងស្លកូនេះទេព្រោះតែលើកណាក៏ដោយអ្នកផ្ទះខ្ញុំតែងឲ្យស្លកូឲ្យខ្ញុំញ៉ាំចំណិចពួកដឹងតែខ្ញុំចូលចិត្តបងណាខ្លះដែលចូលចិត្តស្លកកូដូចខ្ញុំហ៎ហើយនៅពេលដែលទៅផ្ទះស្វាយអខ្លាំងណាស់ព្រោះបានបន្លែធម្មជាតិបេះតាមលបងតាមក្រោយផ្ទះអីចឹងបងនិយាយទៅបើសិនជាមុខម្ហូបនេះយើងស្លនៅស្រុកវិញណាគឺចំណាយតិចមែនតែនបងគិតមើលបន្លែប្លុកបាសលឹកងប់ផ្លឹកម្រុំស្លឹកទីឯហ្នឹងគឺយើងដាក់បេះតាគៀនផ្ទះហ្នឹងគឺបានស្លមួយឆ្នាំងពេញបឹបហើយពេកបោកតាគៀនផ្ទះយកទៅណាំអស់លហុងអីក៏មានផ្លែចេកត្រប់សណ្តែកគួរមានគ្រប់យ៉ាងក៏លីងក៏យើងលីងខ្លួនឯងនិយាយរួមទៅបើសិនជាស្លនៅស្រុកគឺអស់តែថ្លៃសាច់ជ្រូកមួយមុខឯងបងតែបើយើងងាកមកមើលស្លរបស់យើងនៅក្រុងវិញណាសាច់ផងបន្លែផងក៏លីងផងគ្រឿងបុកផងទោះបីយើងយកទៅយកគ្រឿងយកមកបុកខ្លួនឯងក៏ដោយក៏ត្រូវចំណាយទៅលើការទិញលក្រីទិញក្រូចសើចទិញម្ដេងអីចឹងណាមែនអស់តិចតែហ្នឹងណាបងនិយាយពីថាថ្ងៃនេះអន់សពុនចិត្តដោយសារតែទិញអង្គលីងអត់ត្រូវចិត្តបងឃើញហីពេលដែលស្លកូទៅអង្គលីងហ្នឹងគឺវាអត់ក្រហមទេវាសស្លែតនិយាយទៅអង្គលីងទិញគេគឺអញ្ចឹងបានខ្ញុំអត់ចង់ទិញគេហ្នឹងប៉ុន្តែដោយសារតែនៅផ្ទះអត់មានអង្គលីងដែលបានលីងមកពីផ្ទះទេគឺអស់ហើយចឹងមានតែទិញគេបដអសននេះសិនឥឡូវទៅហៀបប្រាប់ចូលឡានឥឡូវស្លចិត្តឆ្អិនបានថាអីថាបានបងប្អូនអើយនេះគឺជារបៀបស្លរបស់គ្រួសារខ្ញុំឯងគ្រួសារនីមួយតែងតែមានរបៀបស្លរៀងខ្លួនឥឡូវខ្ញុំនិយាយច្រើនហើយស្លពុះហើយយើងចាប់ផ្ដើមបងបន្លែខៀវរបស់យើងចូលមកដូចខ្ញុំថាអញ្ចឹងខ្ញុំចូលចិត្តបន្លែអញ្ចឹងខ្ញុំដាក់បន្លែរៀងច្រើនតិចនិយាយមែនថ្ងៃហ្នឹងខ្ញុំអត់ចាំបាច់ញ៉ាំបាយទេមើលតែស្លរបស់ខ្ញុំទៅបងខ្ញុំញ៉ាំដល់ល្ងាចចឹងនិយាយទៅបបហ្មងបើនិយាយរឿងស្លខ្ញុំក៏ចង់ស្លច្រើនចឹងដែរបងប៉ុន្តែដូចដឹងស្រាប់ហើយបន្លែនៅផ្សារគេអត់មានចងដុំទូលក់ទេគឺគេលក់ម្ដុំធឿថៃហ្នឹងម្ដុំ1000ចឹងបើគិតទេគឺវារឿងគួរសមដែរផ្ទីខ្ញុំទិញតែ500ឯងមួយរុំ1000ស្លឹកបាស1000ទៅស្លែនោះ1000អញ្ចឹងព្រោះយើងអាចទៅចាយគេតិចបានអញ្ចឹងធ្វើម៉េចមានស្លរៀងច្រើនហើយញ៉ាំស្លលេងអញ្ចឹងបើដាក់បន្លែអត់អស់គឺស្ដាយយើងទិញអស់លុយច្រើនដែរអញ្ចឹងយើងសុខចិត្តញ៉ាំស្លទៅទេបងឃើញដូចខ្ញុំថាអញ្ចឹងកលេងគឺអត់ស្អាតទេប៉ុងអង្គលីងនៅខាងក្រៅវិញស្លែតទេអញ្ចឹងមិនថាអង្គលីងទិញគេគឺអត់ឆ្ងាញ់ទេបងមិនថាអត់ឆ្ងាញ់សោះគឺអត់សូវឆ្ងាញ់ដូចអង្គលីងយើងលីងខ្លួនឯងអញ្ចឹងឥឡូវខ្ញុំបានដាក់បន្លែខៀវរួចរាល់អស់ហើយរងចាំតែទឹកពុះឆ្អិនហើយទឹកក៏ចាប់ផ្ដើមពុះបដាហើយយើងចាប់ផ្ដើមភ្លក់មកចង់ដឹងរសជាតិឆ្ងាញ់ឬមិនឆ្ងាញ់ប៉ុន្តែមើលទៅរូបរាងស្លមិនតំណងថាមិនឆ្ងាញ់ជឿហ៎បងណាគេថាអត់ឆ្ងាញ់ក៏អត់ទៅខ្ញុំអត់ខ្វល់សំខាន់ខ្ញុំធ្វើញ៉ាំខ្លួនឯងខ្ញុំឆ្ងាញ់ភ្លក់កន្លែងហ្នឹងដូចយើងស្ទើរស្ករបន្តិចហើយក៏ថែមបន្តិចទៅតទៅពីថែមហើយរងចាំឲ្យវាពុះរៀងកជ្រូតិចទៅបានហើយកុំឲ្យពុះយូរពេកលួយបន្លែអស់ហើយខ្ញុំជឿហ្មងស្លឆ្អិនហើយបានខ្ញុំនឹកឃើញថាខ្ញុំភ្លេចដាក់កាពើស្លហ្នឹងដឹងតែភ្លេចប៉ុន្តែដឹងតែភ្លេចអីស្រាប់ណែដល់ស្លពុះព្រះអង្គហើយងាកទៅភ្លេចដាក់កាពើណាចេះភ្លេចហ្នឹងភ្លេចកូនកពឹសហើយភ្លេចសាច់ជ្រូកទៅមិនទៅកពឹសតែទឹកពុះខ្លាំងដាក់ចូលទៅគឺវាឆ្អិនហើយវាអត់ដូចសាច់ជ្រូកគេស្នាងមែនតែនយីមែនខ្ញុំជឿខ្លួនឯងហ្មងធ្វើម្ហូបថ្ងៃហ្នឹងហើយបើកន្លែងនេះកង្កលីងនៅសល់បន្តិចស្ដាយដាក់ប្រហើយទៅឥឡូវនិយាយម៉ាត់មើលថាតំណងមិនតំណងអត់ទៅខ្ញុំញ៉ាំខ្លួនឯងសោះខ្ញុំតំណងខ្ញុំឆ្ងាញ់ឥឡូវស្លឆ្អិនខ្ញុំដួសដាក់ចានហើយបាច់សួរថាដួសដាក់ចានទៅណាដួសដាក់ចានយកញ៉ាំហ្នឹងហើយមើលសម្រស់ស្លគេផងខៀវស្ងាត់ចាអូយអាឡាញ់ទៅហៀបប្រាប់បែកអូហូស្ទឹងហ្នឹងហើយដួសលឿនមកសិឡាយអើយឃ្លានបាយណាហៀបប្រាប់ដងកាហ្នឹង来财，来，来财，来，来财，来。